សម្ដេចធិបតីហ៊ុនម៉ាណែតនៅវេលាយប់ថ្ងៃសុក្រទី19ខែមិថុនាឆ្នាំ2026នេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរសារបង្ហោះនៅលើបណ្ដាញសង្គមផ្លូវការរបស់សម្ដេចពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃដែលមានខ្លឹមសារទាំងស្រុងដូចតទៅនេះខ្ញុំបានឆ្លៀតជជែកគ្នាក្រៅផ្លូវការជាមួយអាដាមអនុទីនឆាន់វរៈគុលនាយករដ្ឋមន្ត្រីរបស់ថៃនៅទីក្រុងកាសានសហព័ន្ធរុស្ស៊ីខ្ញុំបានលើកឡើងនៅចំណុចមួយចំនួនពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃ 1. កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយនឹងថៃដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិ 2. ពាក់ព័ន្ធនឹងព្រំដែនសមុទ្រគឺសូមភាគីទាំងពីរបន្តដោះស្រាយតាមរយៈយន្តការ Compulsory Conciliation ក្រោម UNCLOS ដែលបាននឹងកំពុងដំណើរការ 3. ពាក់ព័ន្ធនឹងព្រំដែនគូកម្ពុជាមកដល់ពេលនេះនៅតែជ្រើសរើសយកការដោះស្រាយតាមយន្តការទ្វេភាគីដែលមានស្រាប់គឺ JBC និងផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ប៉ុន្តែកម្ពុជាជំរុញឲ្យភាគីថៃរៀបចំតែងតាំងប្រធាន JBC របស់ថៃនិងជំរុញឲ្យចាប់ផ្ដើមដំណើរការចុះវាស់វែងនិងខណ្ឌសីមាព្រំដែនឲ្យបានឆាប់រហ័សស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី27ខែធ្នូឆ្នាំ2025កន្លងទៅចំណុចទី3ដែលភាគីទាំងពីរបានចុះហត្ថលេខាជាមួយគ្នា 4. ពាក់ព័ន្ធនឹងការបើកច្រកព្រំដែនគូមិនមានការចាំបាច់ក្នុងការជជែកគ្នាក្នុងពេលនេះទេពីខ្ញុំបាទសេងខ្មែរ